ជំរាបសួរសួស្តីបងប្អូនស្វាគមន៍មកកាន់ page ធ្វើម្ហូបបែបស្រស់ស្រាយតោះថ្ងៃនេះចង់ណែនាំពីរបៀបធ្វើក្តាមឈួរ7ខ្ចីបងប្អូនអញ្ចឹងគ្រឿងផ្សំយើងតួឯកសំខាន់ហ្នឹងគឺម្ទេសមានអីម្ទេសក្រោយផ្ទះយើងហ្នឹងគ្រឿងផ្សំបែបធម្មជាតិប៉ុន្តែរសជាតិគឺថាឲ្យអ៊ុយហ្មងហើយតោះមកយើងលាង7ទុំមានខ្ទឹមមានម្ទេសអញ្ចឹងយើងបុក7ខ្ចីហ្នឹងណាបុក7លាយជាមួយនឹងម្ទេសរបស់យើងហ្នឹងតាមចំណង់ចំណូលចិត្តបងប្អូនណាសម្រាប់ខ្ញុំវិញអត់សូវចូលចិត្តហឹរខ្លាំងទេអញ្ចឹងម្ទេសតែប៉ុណ្ណឹងគឺល្មមហីចឹងយើងបុកម្ទេសជាមួយ7ខ្ចីហ្នឹងមើលតែថាឲ្យវាល្មមណាឲ្យមើលទៅចូលគ្នាល្មមកុំសូវជាម៉ត់ពេកសម្រាប់ម្ទេសហ៎បន្ទាប់មកយើងដាក់ខ្ទឹមសចូលបន្ថែមទៀតណាយើងដាក់ខ្ទឹមសយើងបុកចូលគ្នាមើលតែថាខ្ទឹមជាមួយនឹងគ្រឿងហ្នឹងនិយាយទៅអ្នកបញ្ចូលសលេងនេះបញ្ចូលបដាគឺលាបទឹកមាត់ទៀតហើយបងប្អូនអើយហើយយើងដាក់ម្សៅស៊ុបជាមួយនឹងគ្រឿងដែលយើងបុកមិញណាហើយយើងដាក់ស្ករសហើយដាក់សហើយយើងបន្ថែមទឹកត្រីនិយាយទៅយើងដាក់ទឹកត្រីដើម្បីឲ្យវារៀងប្រៃផ្អែមជាតិមកដុតណាព្រោះដោយសារគ្រឿងឈក់ហ្នឹងយើងត្រូវធ្វើឲ្យរៀងដុតតិចដោយសារយើងយកទៅប្រឡាក់ជាមួយនឹងក្តាមប្រឡាក់ជាមួយនឹងសាច់អីមួយអញ្ចឹងគ្រឿងទៀមទាឲ្យរៀងដុតតិចបានយើងដាក់ទៅវាចូលជាតិនេះឆ្ងាញ់ណាបន្តមកទៀតនេះបងប្អូនក្តាមសែសិតតែខ្លាញ់បកឲ្យថ្មីដាក់មកបងប្អូនអើយចូលជាតិគ្នាសាហាវហ្មងណាអានេះសាកធ្វើលើកទី1ប៉ុន្តែរសជាតិអូខេញ៉ាំបានឆ្ងាញ់ហ្មងណានិយាយទៅយើងធ្វើខ្លួនឯងទៅបងប្អូនឆ្ងាញ់អនាម័យហើយស្រឡាញ់រសជាតិឬក៏អត់ត្រូវការហឹរអត់ត្រូវការផ្អាប់យូរធ្វើភ្លាមញ៉ាំភ្លាមបានអានេះម្ហូបឆ្ងាញ់បាយវិញ2-3ចានណនិយាយទៅអានេះដែលម្ហូបដែលចូលចិត្តណាបែបស្រុកស្រែអញ្ចឹងប៉ុន្តែកុំមើលរសជាតិជិះពីអ្នកបញ្ចូលសលេងហ្នឹងគ្រាន់តែឃើញកាត់វីដេអូបញ្ចូលសលេងហ្នឹងគឺថាលេបទឹកមាត់មិនដឹងប្រហែលដងហើយនេះវាឆ្ងាញ់គាត់ថាធ្វើលើកទី1វាមិនជោគជ័យប៉ុន្តែមានណាបងប្អូនជោគជ័យឆ្ងាញ់តែប៉ានេះហួយរបាត់អញ្ចឹងយើងអាចញ៉ាំបានដល់2-3ពេលដាក់ក្នុងទូទឹកកកទៅរឹតតែឆ្ងាញ់អូខេអរគុណច្រើនបងប្អូនសម្រាប់ការចូលចិត្តមើលវីដេអូជួយ like និង subscribe ផងបងប្អូនអរគុណ